បាទខ្ញុំជាប់គុកនៅខេត្តបាវថងครับស្រុកបាវថងខេត្តឈុនបុរីនេះជាខ្មែរនឹងជាប់គុកតำរวจថៃចាប់បាទសុទ្ធតែខ្មែរទាំងអស់ជាប់គុកមកគុកសូមបងប្អូនជួយ share ផងឲ្យស្ថានទូតខ្មែរនៅថៃមកជួយយើងខ្ញុំផងបាទchứអត់មានខុសអីទេមកចាប់យើងវាយយើងឈាមដាក់ពេញមុខពេញមាត់អស់ហើយខ្ញុំមាន account 2បាទ account ខ្ញុំមួយគឺ account ទា Nokia ហើយក៏ account មួយទៀតគឺកូនពៅបាទនេះបាទមុខខ្ញុំតำรวจថៃគេវាយហើយចាប់ដាក់គុកបាទជួយ share គ្រប់គ្នាផងបងប្អូនជួយខ្ញុំផងគេវាយល្បួននេះហើយនេះជាគុកបាទគុកនៅថៃជួយ share ផងបាទ